រឿងការស្រពោនដែលប្រសូតចេញពីស្នាដៃរបស់អ្នកនិពន្ធនោះហាចនៅក្នុងសតវត្សទី20អំឡុងទសវត្សទី40ជាស្នាដៃអក្សរសិល្ប៍ដ៏ទំនើបមួយដែលមានឥទ្ធិពលអាចអូសទាញអារម្មណ៍អ្នកអាននៅជំនាន់នោះឲ្យអណ្ដែតអណ្ដូងរំភើបក្តុកក្តួលទៅតាមដំណើររឿងជាពិសេសក្នុងស្រទាប់យុវវ័យក្រៅពីដំណើររឿងតាក់ទងដល់បញ្ហាស្នេហាបញ្ហាប្រពៃណីនិងទំនៀមទម្លាប់និងការរើសអើងក្នុងសង្គមនាសម័យនោះអ្នកនិពន្ធបានបង្ហាញអំពីសម្បត្តិធម្មជាតិនិងសម្បត្តិវប្បធម៌ដ៏ល្អឆើតឆាយដែលជាទីស្រឡាញ់និងជាទីបុត្រនៈរបស់ប្រជាជនកម្ពុជាដើម្បីធ្វើឲ្យរឿងផ្កាស្រពោននេះមានព្រលឹងមានជីវិតរស់រវើកជាអមតៈក្នុងចក្ខុរម្យនិងបេះដូងទស្សនិកជនយើងខ្ញុំនិងសហសេវកទាំងអស់ក្នុងក្រុមហ៊ុនហងមាសវីដេអូសូមលើកហាត់ទាំងទ្វេលំអោនកាយវាចាចិត្តគោរពចំពោះវិញ្ញាណក្ខន្ធលោកនោះហាចដែលជាម្ចាស់ស្នាដៃដ៏ឆ្នើមនៃរឿងផ្កាស្រពោននេះដោយសូមយកសាច់រឿងទាំងស្រុងមកផលិតជាចម្រៀងកាយវិការដើម្បីលើកស្ទួយស្នាដៃអក្សរសិល្ប៍ខ្មែរឲ្យរស់ឡើងវិញរាល់កំហុសឆ្គងទាំងឡាយណាដែលមាននៅក្នុងការផលិតរឿងនេះសូមព្រឹទ្ធាចារ្យអ្នកចេះដឹងនិងក្រុមគ្រួសាររបស់អ្នកនិពន្ធមេត្តាអភ័យទោសសូមឧទ្ទិសស្នាដៃថ្មីរឿងផ្កាស្រពោននេះជូនដល់វិញ្ញាណក្ខន្ធលោកនោះហាចអ្នកកវីអ្នកនិពន្ធដែលបានបន្សល់ទុកនៅមរតកអក្សរសិល្ប៍ខ្មែរសម្រាប់កូនចៅជំនាន់ក្រោយសូមវិញ្ញាណក្ខន្ធលោកទាំងអស់ឆ្ពោះទៅកាន់សុគតិភពជាយុវវ័យសែនរីករាយក្រៃថ្ងៃបានជួបជុំថ្ងៃដែលពួកយើងត្រូវប្រមូលផ្ដុំទៅធ្វើបុណ្យជុំជុំក្រុមគ្រួសារលាហើយភ្នំពេញទៅជួបញាតិថៅលាទាំងសៀវភៅលាការសិក្សាលាបនទំរៀនលំហាយកាយាដងវិចារស្រស់ថ្លាគុំនិតវត្តយើងសប្បាយធ្វើបុណ្យដាក់ទានមានញាតិព្រៀងលៀនមូមីជុំចិត្តទៅដល់ភូមិស្រុងសំបាយពេកពិតមានអ្វីឲ្យគិតប្រឌិតរឿងថ្មីមើលណធម្មជាតិជាតិត្រែកអបអហងដូចសត្វតថាកុំអាល័យបំភ្លេចមួយគ្រាសៀវភៅថ្មីថ្មីឧរំលឹកថ្ងៃដែលលេងកំសានឹកប្រហុកកប់ជួយឆ្ងាញ់ពិសាដល់ទាំងកាលណាលើកឆ្នាំងលើកចានนุ่งអីខំគេក្រងពាប៉ុនបានមិនដែលលេងបានដូចជ្រុំញាត់ខ្លាញ់កុំគិតចូលចែកវែកញែកឥតន័យគិត
តរឿងស្ទួយត្រីក្រោមតាមអង្កាញ់នាងស្ទួយបានតែងត្រីសុំចុះចាញ់ឯអ្នកឈ្នះវិញភ្នាល់ថាបានទេ